ហ៊ានលើកទង់សង្គ្រាមកណ្ដាលមុខអង្គទូតបរទេសជាង20ប្រទេសយកកុងតឺន័ររាប់សិបតម្រៀបបិទផ្លូវហុំផ្ទះពលរដ្ឋខ្មែរនិងប្រើប្រាស់បុគ្គលល្បីឈ្មោះលើបណ្ដាញសង្គមដឹកលេងមុខរាប់ឡានរៀបបាញ់ស្រោចលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់តើនេះឬជាឥរិយាបថរបស់ប្រទេសដែលអាងថាខ្លួនជាប្រទេសស៊ីវិល័យតើនេះឬជាទង្វើរបស់ប្រទេសក្បែរខាងដែលតែងតែប្រកាសក្តែងថាចង់បានសន្តិភាពបងប្អូនជនរួមជាតិនិងប្រិយមិត្តអ្នកទស្សនាទាំងអស់នៅថ្ងៃនេះយើងនៅមកហែកមុខការពិតនៅរឿងរ៉ាវដ៏គួរឲ្យស្អប់ខ្ពើមនិងទង្វើបំពានច្បាប់អន្តរជាតិទាំងកម្រោលរបស់យោធាថៃដែលកំពុងប្រើប្រាស់ល្បិចកសាងសេណារីយ៉ូដោយបើកឲ្យបុគ្គលឈ្មោះកាន់ចំផល្លាំងធ្វើសកម្មភាពក្រអឺតក្រទមបំផុតនៅតំបន់ថ្មដាខេត្តពោធិ៍សាត់នេះមិនមែនជារឿងចៃដន្យតែជាផែនការដែលយោធាថៃបានរៀបចំទុកជាមុននៅក្នុងមហិច្ឆតាលើប្របាក់ទឹកដីកម្ពុជាដែលជាជំងឺតពូជតាំងពីសតវត្សទី13មកម្លេះយើងក្រឡេកមើលប្រវត្តិសាស្ត្រប្រទេសថៃឬសៀមទើបតែកកើតឡើងជារដ្ឋពេញលេញនៅសតវត្សទី13នៃគ្រិស្តសករាជប៉ុណ្ណោះតែទឹកដីថៃដែលមានសពថ្ងៃនេះបានមកពីណាការពិតដែលប្រវត្តិសាស្ត្រមិនអាចលុបបំបាត់បាននោះគឺទឹកដីទាំងនេះបានមកពីការឈ្លានពានដណ្ដើមលើកត្របាក់យកពីអាណាចក្រខ្មែរសរុបជាង30ខេត្តជំងឺលោភលន់មហិច្ឆតាភាពពង្រីកទឹកដីមិនដែលរលត់បាត់អំពីផ្នត់គំនិតរបស់ថ្នាក់ដឹកនាំនិងយោធាថៃនោះទេបើទោះបីនៅពេលនេះយើងស្ថិតនៅក្នុងសតវត្សទី21ដែលពិភពលោកគោរពច្បាប់អន្តរជាតិទៅហើយក្តីក៏ថៃនៅតែបន្តចង់បាននិងចង់លើបយកទឹកដីខ្មែរជាបន្តទៀតចំណុចដែលគួរឲ្យអស់សំណោចនិងអយុត្តិធម៌បំផុតនោះគឺថៃតែងតែប្រកាសក្តែងប្រាប់ពិភពលោកថាប្រាសាទព្រះវិហារជារបស់ខ្លួនប្រាសាទតាក្របីជារបស់ខ្លួនប៉ុន្តែសួរបន្តិចមើលបើជារបស់ខ្លួនមែនហេតុអ្វីបានជាយោធាថៃប្រើកំភ្លើងធំបាញ់ប្រហារបំផ្លាញប្រាសាទព្រះវិហារនិងប្រាសាទតាក្របីយ៉ាងព្រៃផ្សៃបែបនេះតើមានម្ចាស់ផ្ទះឯណាយកកំភ្លើងទៅបាញ់កំទេចផ្ទះខ្លួនឯងនោះនេះហើយដែលគេហៅថាចរិតជាចោរតែស្រែកឲ្យគេចាប់ចោលសហគមន៍អន្តរជាតិតុលាការយុត្តិធម៌អន្តរជាតិ ICJ ទីក្រុងឡាអេបានកាត់ក្តីឲ្យកម្ពុជាឈ្នះក្តីតាំងពីឆ្នាំ1962និងបន្តឈ្នះនៅឆ្នាំ2023ប៉ុន្តែថៃនៅតែធ្វើពុតធ្វើជាដីលក់និងយកផែនទីជាឯកតោភាគីដែលខ្លួនបានគូសវាសដោយខ្លួនឯងគ្មានអន្តរជាតិណាទទួលស្គាល់មកធ្វើជាលេសឈ្លានពានកម្ពុជាជាដដែលនេះមិនមែនជាឥរិយាបថរបស់រដ្ឋសមាជិកដែលមានការទទួលខុសត្រូវនៅក្នុងសហគមន៍អន្តរជាតិនោះឡើយវាគឺជាទង្វើរបស់រដ្ឋបំពានច្បាប់ឥឡូវនេះសូមបងប្អូនមើលទស្សនវិជ្ជាជាក់ស្ដែងមុននឹងកំឡុងពេលព្រឹត្តិការណ៍ផ្ទុះសង្គ្រាមឈ្លានពានមកលើទឹកដីកម្ពុជាយើងបានឃើញយ៉ាងច្បាស់នៅផុសតាំងដ៏រឹងមាំដែលមិនអាចប្រកែកបានគឺការខ្វែងគំនិតគ្នារវាងយោធាថៃនិងបុគ្គលស៊ីវិលយោធាថៃបានបើកដៃយ៉ាងទូលាយឲ្យបុគ្គលម្នាក់ឈ្មោះថាកាន់ឆុំផល្លាំងដែលជាអ្នកមានប្រជាប្រិយភាពនិងមានអ្នកតាមដានជាច្រើននៅក្នុងបណ្ដាញសង្គមថៃឲ្យមកធ្វើទង្វើបង្ករឿងញុះញង់និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរមកលើពលរដ្ឋខ្មែរតើបុគ្គលកាន់ឆុំផល្លាំងនេះធ្វើអ្វីខ្លះកាលពីមុនផ្ទុះសង្គ្រាមឈ្លានពានមកលើដីកម្ពុជាជាលើកទី2បុគ្គលដែលគ្មានវិចារណញ្ញាណគ្មានសតិជាមនុស្សរូបនេះដល់ថ្នាក់បានរៀបចំដឹកលីមួកជាច្រើនរថយន្តមកបំរុងនឹងបាញ់ស្រោចលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលកំពុងរស់នៅក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនេះមិនគ្រាន់តែជាការប្រមាថមាក់ងាយដល់ពលរដ្ឋខ្មែរនោះទេតែវាជាទង្វើថោកទាបបំផ្លាញកិត្តិយសរបស់ជនជាតិថៃពេញមួយប្រទេសឲ្យត្រូវអោបអោនលើឆាកអន្តរជាតិតាមរយៈការរំលោភសិទ្ធិមនុស្សយ៉ាងព្រៃផ្សៃពីសំណាក់បុគ្គលរូបនេះដោយមានការពារពីយោធាថៃនៅពីក្រោយខ្នងរឿងរ៉ាវមិនទាន់ចប់ត្រឹមនេះទេបន្ទាប់ពីមានបទឈប់បាញ់រវាងកងទ័ពទាំងពីរតាមរយៈកិច្ចព្រមព្រៀងកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025តើថៃបានគោរពកិច្ចព្រមព្រៀងនេះដែរឬទេចម្លើយគឺទេទាំងយោធាថៃនិងបុគ្គលកាន់ចោមបលាំងបានរួមដៃគ្នារំលោភកិច្ចព្រមព្រៀងនេះទាំងស្រុង
ដែលបានរកចូលទៅក្នុងទឹកដីកម្ពុជាយ៉ាងកក្លឿនបំផុតជាក់ស្ដែងកាលពីថ្ងៃទី6 ខែកុម្ភៈឆ្នាំ2026យោធាថៃដោយមានការគាំទ្រនិងធ្វើសកម្មភាពផ្ទាល់ពីបុគ្គលខណ្ឌឆោមផាឡាំងបានដឹកយកទូកុងតឺន័រចំនួន50ទូមកដាក់ហុំព័ទ្ធនៅមុខបន្លាលួសដែលពួកគេបានលួចរាយកាត់ទៅទិងផ្លូវជាតិលេខ55របស់កម្ពុជាត្រង់ចំណុចច្រមុះជ្រូកផ្លូវបំបែកទៅខេត្តកោះកុងដែលស្ថិតនៅក្នុងភូមិសង្គមថ្មីភូមិថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់ពួកគេបានយកកុងតឺន័របាំងទាំងនេះទៅហុំព័ទ្ធបិទច្រកចេញចូលផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរតាមគោលការណ៍យោធាការយកកុងតឺន័រមកតម្រៀបបែបនេះគឺជាយុទ្ធសាស្ត្របង្កើតជារបាំងការពារដ៏រឹងមាំមួយដោយខុសច្បាប់នៅលើទឹកដីអធិបតេយ្យភាពរបស់កម្ពុជាវាគឺជាការឈ្លានពានដោយផ្ទាល់និងជាការរំលោភបទឈប់បាញ់យ៉ាងច្បាស់ប្រឡែកហើយនៅថ្ងៃទី26 ខែមីនាឆ្នាំ2026ពួកគេកាន់តែបានចិត្តយោធាថៃនិងបុគ្គលខណ្ឌឆោមផាឡាំងដដែលនេះបានចាប់ផ្ដើមប្រើគ្រឿងចាក់លើកដាក់ទូកុងតឺន័របន្ថែមពីលើទូកុងតឺន័រចាស់ៗនិងថែមទាំងហ៊ានលើកប៉ាណូទង់ជាតិថៃនៅចំណុចច្រមុះជ្រូកផ្លូវបំបែកទៅខេត្តកោះកុងរបស់យើងថែមទៀតផងនេះជាយុទ្ធសាស្ត្រឈ្លានពានម្ដងបន្តិចដែលថៃតែងតែប្រើប្រាស់ដើម្បីលេបយកទឹកដីតាមព្រំដែនរបស់កម្ពុជាប៉ុន្តែអ្វីដែលធ្វើឲ្យពិភពលោកនិងអ្នកវិភាគភូមិសាស្ត្រនយោបាយហួសចិត្តបំផុតនោះគឺព្រឹត្តិការណ៍កាលពីថ្ងៃទី27 ខែមីនាឆ្នាំ2026បន្ថែមពីការឈ្លានពានទឹកដីកម្ពុជាយោធាថៃរួមជាមួយនឹងបុគ្គលខណ្ឌឆោមផាឡាំងនិងបកពួកបានធ្វើទង្វើមួយដែលបង្ហាញអំពីការមើងងាយច្បាប់អន្តរជាតិដ៏កម្រិតសូន្យថៃ Never Ensin ឬ War Ensin ដែលជាទង់សង្គ្រាមរបស់សៀមតាំងពីសម័យសង្គ្រាមលោកទី1មកម្លេះការលើកទង់សង្គ្រាមឡើងនេះគឺជានិមិត្តរូបនៃការប្រកាសសង្គ្រាមការរៀបចំខ្លួនបង្ហូរឈាមនិងជាការប្រកាសអំពីមហិច្ឆតាពង្រីកទឹកដីបែបចក្រពត្តិនិយមរបស់សៀមអ្វីដែលកាន់តែប្រហើននោះគឺពួកគេហ៊ានលើកទង់សង្គ្រាមនេះឡើងនៅចំពោះមុខវត្តមានបណ្ដាឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតតំណាងប្រទេសបរទេសនិងតំណាងអង្គការសហប្រជាជាតិប្រមាណ20រូបដែលបានចូលទៅអង្កេតការណ៍ផ្ទាល់នៅទីនោះនេះមិនមែនគ្រាន់តែជាការគំរាមកំហែងមកលើកម្ពុជាប៉ុណ្ណោះទេប៉ុន្តែវាគឺជាការទះកំភ្លៀងមកអង្គការសហប្រជាជាតិទះកំភ្លៀងអាស៊ាននិងសហគមន៍អន្តរជាតិទាំងមូលវាបង្ហាញយ៉ាងច្បាស់ថាយោធាថៃមិនខ្វល់មិនញញើតនិងកំពុងជន់ឈ្លីច្បាប់អន្តរជាតិយ៉ាងក្រអឺតក្រទមបំផុតតើយើងអាចនៅស្ងៀមបានទេនៅពេលដែលបរទេសប្រើប្រាស់ទាំងកម្លាំងយោធាទាំងជនស៊ីវិលថោកទាបមកបំពានកិត្តិយសនិងបូរណភាពទឹកដីរបស់យើងបែបនេះតាមរយៈទង្វើទាំងអស់នេះយើងអាចសន្និដ្ឋានបានយ៉ាងច្បាស់ថាថៃមិនដែលបោះបង់មហិច្ឆតាលើត្របាក់ទឹកដីកម្ពុជានោះទេការប្រើប្រាស់បុគ្គលដូចជាខណ្ឌឆោមផាឡាំងគឺគ្រាន់តែជាល្បិចកខ្វក់របស់យោធាថៃដើម្បីលាក់បាំងសកម្មភាពឈ្លានពានរបស់ខ្លួននិងបង្វែរស្ថានភាពអំពីចំនួនយោធាទៅជាចំនួនជនស៊ីវិលដើម្បីងាយស្រួលក្នុងការដោះសារជាមួយសហគមន៍អន្តរជាតិតែប៉ុណ្ណោះប្រជាពលរដ្ឋខ្មែរយើងត្រូវក្រោកឈរឡើងរួមគ្នាយើងមានច្បាប់អន្តរជាតិយើងមានសច្ចធម៌ប្រវត្តិសាស្ត្រឲ្យយើងមិនត្រូវអត់ឱនឲ្យទង្វើឈ្លានពានណាមួយសូម្បីតែ1មីលីម៉ែត្រនោះឡើយសហគមន៍អន្តរជាតិក៏ត្រូវតែបើកភ្នែកមើលឲ្យច្បាស់នៅអរិយាប័ត្ររបស់យោធាថៃដែលកំពុងបំផ្លាញសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់យ៉ាងពិតប្រាកដសូមបងប្អូនជួយចែករំលែកវីដេអូនេះឲ្យបានទូលំទូលាយដើម្បីឲ្យពិភពលោកបានមើលឃើញអំពីសន្តានពិតប្រាកដរបស់រដ្ឋអំណាចយោធាថៃនិងភាពថោកទាបរបស់បុគ្គលខណ្ឌឆោមផាឡាំងដែលកំពុងធ្វើទារុណកម្មផ្លូវចិត្តនិងផ្លូវកាយមកលើពលរដ្ឋខ្មែរស្លូតត្រង់នៅតាមព្រំដែនទឹកដីខ្មែរត្រូវតែការពារ